យោធិនកម្ពុជាទាំង18រូបដែលឃុំក្រងដោយភាគីថៃអស់រយៈពេល155ថ្ងៃត្រូវបានដោះលែងនិងបញ្ជូនត្រឡប់មាតុប្រទេសវិញដោយសុខសុវត្ថិភាពលោកជំទាវឧត្តមសេនីយ៍ឯកម៉ាលីសុជីតាអ្នកនាំពាក្យក្រសួងការពារជាតិបានឲ្យដឹងថានៅច្រកទ្វារព្រំដែនអន្តរជាតិខេត្តបៃលិនវេលាម៉ោង 10 ព្រឹកថ្ងៃទី31ខែធ្នូឆ្នាំ2025នេះយោធិនកម្ពុជាទាំង18រូបដែលបានស្ថិតក្រោមការឃុំក្រងរបស់ភាគីថៃអស់រយៈពេល155ថ្ងៃមកហើយនោះត្រូវបានដោះលែងនិងបញ្ជូនត្រឡប់មកមាតុប្រទេសវិញដោយសុខសុវត្ថិភាពសូមបញ្ជាក់ផងដែលថាការដោះលែងយោធិនកម្ពុជាចំនួន18រូបត្រឡប់មកកម្ពុជាវិញគឺធ្វើឡើងក្រោមការឯកភាពគ្នារវាងកម្ពុជានិងថៃនៅក្នុងសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី3នៃគណៈកម្មាធិការព្រំដែនទូទៅ GBC រវាងព្រះរាជាណាចក្រកម្ពុជានិងព្រះរាជាណាចក្រថៃដែលត្រូវបានចុះហត្ថលេខាកាលពីថ្ងៃទី27ខែធ្នូឆ្នាំ2025ក្នុងចំណុចទី11ដែលបានកំណត់ថាបន្ទាប់ពីការគោរពយ៉ាងពេញលេញក្នុងរយៈពេល72ម៉ោងនៃបទឈប់បាញ់ដែលត្រូវបានចូលជាធរមានកាលពីវេលាម៉ោង12ថ្ងៃត្រង់ម៉ោងក្នុងស្រុកនៅថ្ងៃទី27ខែធ្នូឆ្នាំ2025ក្នុងដំណើរនៃការវិលត្រឡប់របស់យោធិនទាំង18រូបរបស់យើងក៏មានការចូលរួមសង្កេតការណ៍ពីសំណាក់ក្រុមអ្នកសង្កេតអាស៊ាន AOT និងគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម ICORC លោកជំទាវឧត្តមសេនីយ៍ឯកម៉ាលីសុជីតាជម្រាបថាការដោះលែងយោធិនរបស់យើងទាំង18នាក់នេះក៏ស្របជាមួយនឹងស្មារតីនៃសេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡាំពូស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃដែលត្រូវបានចុះហត្ថលេខាកាលពីថ្ងៃទី26ខែតុលាឆ្នាំ2025រវាងសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃក្រោមការធ្វើជាសាក្សីរបស់ឯកឧត្តមដូណាល់ត្រាំប្រធានាធិបតីនៃសហរដ្ឋអាមេរិកនិងឯកឧត្តមអាន់វ៉ាអ៊ីប្រាហ៊ីមនាយករដ្ឋមន្ត្រីនៃប្រទេសម៉ាឡេស៊ីដោយដែលរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាជាពិសេសសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតបានធានានិងសន្យាយ៉ាងមុតមាំជាមួយក្រុមគ្រួសាររបស់យោធិនទាំង18នាក់ក៏ដូចជាប្រជាជននៅទូទាំងប្រទេសថាយើងមិនទុកយោធិនរបស់យើងណាម្នាក់ចោលនោះឡើយដោយយើងបានប្រើប្រាស់គ្រប់មធ្យោបាយនិងដំណោះស្រាយទាំងការទូតព្រមទាំងច្បាប់មនុស្សធម៌អន្តរជាតិរហូតសម្រេចបានការដោះលែងនេះថ្ងៃនេះដើម្បីឲ្យយោធិនរបស់យើងអាចមកជួបជុំក្រុមគ្រួសារជាទីស្រឡាញ់របស់ខ្លួនដែលបានទន្ទឹមរង់ចាំដោយក្តីនឹករលឹកជាពន់ពេករាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាក៏ដូចជាប្រជាជននៅទូទាំងប្រទេសសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះភាគីពាក់ព័ន្ធទាំងអស់ដែលបានចូលរួមសម្របសម្រួលជាបន្តបន្ទាប់រហូតឈានដល់មានការដោះលែងយោធិនកម្ពុជាទាំង18រូបនាថ្ងៃនេះកម្ពុជាសង្ឃឹមយ៉ាងមុតមាំថាការដោះលែងនេះនឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការកសាងការជឿជាក់និងទំនុកចិត្តព្រមទាំងបង្កើតបរិយាកាសអំណោយផលដល់ការលើកកម្ពស់សន្តិភាពស្ថិរភាពកិច្ចសហប្រតិបត្តិការអភិវឌ្ឍនិងការវិលត្រឡប់ទៅរកប្រក្រតីភាពនៃទំនាក់ទំនងឡើងវិញដើម្បីជាប្រយោជន៍ដល់ប្រទេសនិងប្រជាជនទាំងពីរនាពេលដ៏ឆាប់ខាងមុខ